ពួកទីតាំងមួយនេះដែរស្ថិតនៅភូមិបណ្ដងកលឹងឃុំសែននរមស្រុកអូរាំងយើងឃើញថាមកដល់ទីតាំងនេះយើងឃើញមានសត្វហើយជាច្រើនទាំងទេសភាពស្ងប់ស្ងាត់ល្អអាចជាកន្លែងដោយគួរឲ្យគយគន់សម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្តបានជា3គីឡូម៉ែត្រយើងអាចនឹងមកឃើញទីតាំងមួយនេះបាននេះជាទីតាំងរណ្ដៅថ្មដែលនៅក្នុងស្រុកអូរាំងហើយទីតាំងមួយនេះដែរមានទេសភាពស្អាតមានថ្មមានទឹកអាចបងប្អូនភ្ញៀវទេសចរអាចមកលេងកម្សាន្តបានក្លិនក្រអូបសាយចិនដាខកខ្វាយចង់តាញេកនឹកលួចផងលូហើយកែវមិត្ត